ជំរាបសួរបងប្អូនទាំងអស់គ្នាលោកគ្រូអ្នកគ្រូជាទីគោរពចា៎ថ្ងៃនេះគឺយើងរៀន Rosemary Focaccia ឬក៏នំ Focaccia Rosemary ចាទាំងអស់នេះគឺជាគ្រឿងផ្សំបងប្អូនអាចស្កប់មើលបានខ្ញុំដាក់រៀងយូរដែរអញ្ចឹងណាអញ្ចឹងវាមាន9មុខហើយបើសិនជាបងប្អូនចង់ធ្វើច្រើនអាចគុណបើធ្វើ2គុណនឹង2ដងអញ្ចឹងទៅគុណគ្រឿងតាមនឹងបានចាអញ្ចឹងគឺយើងចាប់ផ្ដើមថ្លឹងគ្រឿងបន្ទាប់មកគឺយើងដាក់ចូលហើយវាយគ្រឿងយកតែម្ដងណាចានេះគឺជាគ្រឿងទាំងអស់បងប្អូនអាចមើលបានចាឥឡូវគឺយើងចាប់ផ្ដើមលាយគ្រឿងបញ្ចូលគ្នាហើយដើម្បីយកទៅវាយនៅក្នុង mixer បងប្អូនចាយីសយើងកប់នៅក្នុងម្សៅទៅកុំឲ្យវាប៉ះអំបិលប៉ះអីចឹងណាបន្ទាប់មកយើងចាក់ចូល mixer ហើយវាយវាឲ្យស្វិតល្អហើយរបៀបមើលម្សៅមើលអីខ្ញុំគិតថាបងប្អូនដឹងហើយដោយសារខ្ញុំនិយាយដដែលនៅក្នុងវីដេអូចឹងណាហើយក៏យើងរៀនបានច្រើនដែរចឹងណាអូខេចឹងវាយឲ្យវាស្វិតល្អហើយសម្រាប់dry oregano ហ្នឹងហើយនឹង rosemary dry ហ្នឹងគឺយើងអត់ទាន់ដាក់បញ្ចូលវាភ្លាមទេគឺយើងបញ្ចូលវានៅពេលដែលវាយម្សៅដែលអាចយកបានអញ្ចឹងណាបងប្អូនចានេះគឺ oregano ហើយនឹង rosemary ចាអញ្ចឹងឥឡូវម្សៅយើងយកបានហើយគឺយើងចាប់ផ្ដើមចាក់ rosemary ហើយនឹង oregano ចូលតែម្ដងមិនមែន oregano ណា oregano ចាអានឬក៏ដឹងវាតែច្រឡំចឹងគឺយើងចាក់ចូលហើយវាយវាឲ្យសព្វចូលនៅក្នុងសាច់ម្សៅទៅគឺជាការស្រេចហើយចានេះគឺម្សៅដែលយើងអាចយកបានហើយចាបន្ទាប់មកគឺយើងយកម្សៅចេញពី mixer ហើយកាត់វាជា2ស្មើគ្នាទៅហើយលុញឲ្យមូលគ្របទុក15នាទីលុញវាឲ្យវាណែនឲ្យម្សៅណែនហើយនឹងអស់ខ្យល់ពីក្នុងម្សៅអញ្ចឹងណាកុំឲ្យវាពេលធ្វើទៅវាប៉ោងចាបន្ទាប់មកគ្របទុក15នាទីបន្ទាប់ពីគ្របទុក15នាទីហើយគឺយើងយកវាមកកិនឲ្យសំប៉ែតដាក់ថាសដើម្បី steam ណាបងប្អូនចាអញ្ចឹងអានេះគឺថាសហ្នឹងគឺយើងត្រូវការប្រើប្រេងដើម្បីកុំឲ្យវាជាប់ហើយលាបប្រេងឲ្យពេញថាសហ្នឹងទៅចាំយើងដាក់ម្សៅដែលកិនហ្នឹងណាអញ្ចឹងនេះគឺលោកគ្រូគាត់កិនម្សៅចាមុនកិនហ្នឹងគឺយើងបាចម្សៅអីដែរដើម្បីកុំឲ្យវាស្អិតចាម្សៅថ្ងៃនេះគឺវារៀងរឹងជាងពីម្សិលគឺនំកាលថ្ងៃសៅរ៍កិនហើយគឺយកទៅដាក់ថាសចានេះគឺរបៀបកិនគឺងាយទេស្រួលទេលោកគ្រូគាត់បង្ហាញចាអញ្ចឹងពេលដែលចាប់ផ្ដើមចូលខែ5ខែ6ទៅគឺលោកគ្រូគាត់លែងមកធ្វើអញ្ចឹងទៀតហើយដូចថាគាត់ឲ្យធ្វើខ្លួនឯងអីចឹងណាបងប្អូនតែនេះគាត់បង្ហាញបន្តិចចឹងទៅដើម្បីឲ្យយើងចេះហើយនឹងមើលពីតិចនិចគាត់ធ្វើអញ្ចឹងណាបងប្អូនចាលុញឲ្យសំប៉ែតទៅវាលុញឲ្យស្ដើងដែរបងប្អូននាងស្ដើងទៅពេលដុតរយៈពេលម៉ាស៊ីនខ្លះគឺ18នាទីម៉ាស៊ីនខ្លះ20នាទីអញ្ចឹងណាអញ្ចឹង20នាទីពេលលុញស្ដើងប៉ុណ្ណឹងគឺវាអាចឆ្អិនសព្វអញ្ចឹងណា
នេះលោកគ្រូលុញនឹងស្ដើងដែរហើយបន្ទាប់មកយកទៅដាក់ថ្ងៃនេះគឺអត់ពេញទេអត់ពេញថាសទេបើដូចកាលនំចាបើដូចកាលនំ sweet bun roll bread វិញគឺម្សៅរៀងទន់ជាងនេះហើយដល់ពេលគាត់លុញទៅលោកគ្រូលុញទៅគឺពេញថាសយកតែម្ដងតែនេះអត់ពេញទេហើយវាមានលក្ខណៈរៀងហឹងជាងប៉ុន្តែដុតរបៀបការដុតដាក់ថាសដាក់អីចឹងគឺដូចគ្នាបងប្អូនអត់មានលុញមូលលុនអីទេគឺយើងលុញឲ្យសំប៉ែតបែបហ្នឹងដាក់ថាសយកតែម្ដងចាបន្ទាប់មកចានេះគឺដុំទី2យើងលុញអញ្ចឹងដែរមកបងប្អូនអាចលុញឲ្យដាក់ដុតតង់មូលអញ្ចឹងក៏បានដែរហើយឬក៏បងប្អូនអាចកាត់ជាដុំជាអីចឹងក៏បានដែរប៉ុន្តែលោកគ្រូគាត់ដាក់ដុតហើយកាត់ជាដុំជាការ៉េយកតែម្ដងហើយនំនឹងឆ្ងាញ់ដែរនិយាយទៅគឺឆ្ងាញ់ដោយសារវាអត់ផ្អែមពេកហើយវាជាប្រភេទនំរៀងប្រៃសាបហើយក៏មិនប្រៃខ្លាំងដែរអូខេបន្ទាប់មកគឺយើងដាក់ក្នុងថាសទាំងពីរហើយលាបប្រេងអញ្ចឹងដូចគ្នាហ្នឹងហើយក៏យកទៅ steam រយៈពេល30នាទី steam 30នាទីទៀតពេលដែលរួច30នាទីហ្នឹងណាហើយទៀតគឺយើងយកចេញដើម្បីបត់ម្សៅជា2បត់ហើយគឺយក steam ម្សៅទៀតណាបងប្អូនចានេះគឺវាឡើងល្អមែនទែនឡើងប៉ោងឡើងពេញថាសបន្ទាប់មកគឺយើងដាក់ប្រេងម្សៅទៀតដើម្បីលុញដើម្បីបត់វាជា2កុំឲ្យវាជាប់គ្នាបងប្អូនអត់ចង់បត់ក៏បានដែរបត់ក៏បានដែរចាគឺបត់បែបនេះហើយបន្ទាប់មកគឺលោកគ្រូបានប្រើក្រញាំអន្ត្រីចាក់វាឲ្យវារៀងប្រហោងអញ្ចឹងណាស្អាតតាបងប្អូននិយាយទៅខ្ញុំសរសើរលោកគ្រូធ្វើនំមិនដែលខុសទេឡើងចាមានអារម្មណ៍ថាស្ងើយគាត់នៅក្នុងចិត្តតែម្ដងខុសក៏មិនខុសលាយម្សៅក៏មិនដែលខុសហើយបើសិនជាកូនសិស្សលាយម្សៅខុសអីគឺលោកគ្រូឡើងឆ្នៃនិយាយទៅគាត់ចេះឆ្នៃហើយកែឡើងវិញបងប្អូនកែឡើងវិញឲ្យនំនឹងចេញមកស្អាតហើយឆ្ងាញ់ហ្មងនិយាយទៅ yes ខ្ញុំសរសើរគាត់ចានេះគឺកញ្ញាមអន្ត្រីចាក់ឲ្យដើម្បីកុំឲ្យវាមានខ្យល់ហើយប៉ោងឡើងអីអញ្ចឹងណាបងប្អូនដល់ពេលដុតទៅវាបែកអាប៉ោងហ្នឹងទៅវាប្រេះនំវាស្អាតទេចានេះចាក់វាបែបហ្នឹងពេលដែលចេញមកគឺដូចជាម៉ូតអញ្ចឹងចាក់ហ្នឹងណាហើយវាដុតទៅឆាប់ឆ្អិនទៀតបងប្អូនចាហើយបន្ទាប់មកគឺយើងដាក់ steam ទៀតហើយ steam អត់30នាទីដូចមុនទេគឺ steam តែ15នាទីទេ yes ដាក់ចូលហើយរឿងម៉ាស៊ីន steam ហ្នឹងប្រហែលជាបងប្អូនក៏ដឹងដែរគ្រប់វីដេអូគឺខ្ញុំនិយាយកុំចារួចពី steam 15នាទីហើយគឺយើងដាក់ដុតយកតែម្ដងសម្រាប់ឡនេះគឺយើងបើកមុន5នាទីដើម្បីឲ្យវាឡើងកម្ដៅដល់ចាហើយដាក់ដុតកម្ដៅខាងលើ220ខាងក្រោម190អង្សារយៈពេល20នាទីចានេះគឺយើងប្រែហើយនៅ5នាទីចុងក្រោយគឺយើងប្រែនំដើម្បីឲ្យវាឆ្អិនស្មើហើយនឹងពណ៌ស្មើគ្នាដែរដោយសារឡយើងកម្ដៅក៏អត់ស្មើគ្នាដែរអូខេចានេះគឺជាលទ្ធផលស្អាតមែនទែននិយាយទៅគឺខ្ញុំពេញចិត្តហ្មងពេញចិត្តវាដូចថាចេញមកគឺអត់ដែលខុសឬក៏អត់ដែលរញ៉េរញ៉ៃអីចឹងណាហើយគឺវាស្អាតយកតែម្ដង
ចាប់បន្ទាប់មកគឺនេះលោកគ្រូបានកាត់ជារូបរាងកូរ៉េកូរ៉េរាងការ៉េចាការ៉េ4ជ្រុងហ្នឹងណាបងប្អូនកាត់ជាអីក៏បានដែរជាចាក់ទៅកោនកែងចាក់ទៅកោនភ្នាយគឺស្រេចតែចិត្តចាហើយនំនេះគឺយើងអាចយកទៅធ្វើដូចជាសាំងវីចអីក៏បានដែរចុចទឹកម្ទេសអីចាគឺឆ្ងាញ់ស្លាប់ Wow Yes អីកម្រាស់វានេះគឺយើងអាចពេលដែលបានហើយគឺវះវាជា2ហើយនឹងដាក់សាច់ដាក់បន្លែដាក់អីនៅក្នុងហ្នឹងឆ្ងាញ់កប់សេរីហ្មងកុំថាខ្ញុំចេះថាបងប្អូនរៀនធ្វើខ្លួនឯងរៀនធ្វើតាមវីដេអូហ្នឹងណាហើយឆ្ងាញ់ហើយឆ្នៃធ្វើបានដូចគ្នាចានេះគឺលោកគ្រូគាត់ឲ្យសាកញ៉ាំជាមួយទឹកម្ទេសចឹងណា Yes ឆ្ងាញ់មែនតើចាលទ្ធផលគឺពេញចិត្តខ្លាំងចាស្រួយខាងក្រៅហើយវាទន់ខាងក្នុងណាចាឆ្ងាញ់កប់ស្រួយចាអញ្ចឹងវីដេអូយើងគឺមានតែប៉ុណ្្នឹងទេហើយនំយើងក៏ចប់តែប៉ុណ្្នឹងដែរអរគុណសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយ See you guys អូកុំភ្លេចជួយ subscribe ហើយ follow Facebook ផងណា See you guys